សំណួរបន្តទៀតរស់នៅបែបណាបានទាន់សាសនាព្រះសិអាមេត្រីនឹងបានទទួលនូវភាពអច្ឆរិយៈនៅថ្ងៃមុខរស់នៅបែបណាឬក៏ត្រូវរស់នៅយ៉ាងណាឲ្យមាននៅអំពើល្អជាប់នៅក្នុងខ្លួនមានមេត្តាកាន់តែច្រើននោះនឹងបានទាន់ព្រះឈ្នះមាព្រោះសម័យនៃទំលាយពាក់កណ្ដាលសាសនាបើបងប្អូនណាញាតិណាទាំងអស់គ្នាចង់បានទាន់ព្រះចង់ទាន់ភាពអច្ឆរិយៈគឺនាំគ្នាប្រព្រឹត្តល្អសាងល្អបញ្ចប់នៅទង្វើអាក្រក់អំពើបាបនៅក្នុងសង្គមបើដឹងថាខ្លួនឯងធ្លាប់សាងអាក្រក់គិតអាក្រក់ចិត្តក្តៅក្រហល់កាហាយប្រកាន់មានះតួខ្លួនពេញទំហឹងអួតអំនួតក៏ត្រូវតែទម្លាក់អំនួតភាពរិស្យាភាពព្យាបាទការចងគំនុំអាឃាតរបស់ខ្លួនឯងចេញហើយចម្រើននៅមេត្តាចិត្តឲ្យកាន់តែខ្លាំងព្រោះព្រះសិអាមេត្រីព្រះអង្គផ្ដាំថាបើចង់ទាន់ព្រះអង្គគឺត្រូវមានធម៌មួយដ៏សំខាន់គឺមេត្តានៅក្នុងខ្លួនឬហៅថាការផ្សាយមេត្តាដល់មនុស្សសពសត្វនិងខ្លួនឯងផងព្រោះមេត្តានេះជាសេចក្តីស្រឡាញ់រាប់អានជាធម៌មួយដ៏ត្រជាក់ដែលសត្វលោកគួរកាន់យកសេចក្តីមេត្តាគឺនាំឲ្យសត្វបានសុខរួចផុតពីទុក្ខដែលបងប្អូនធ្លាប់ផ្សាយមេត្តាបងប្អូនធ្លាប់បង្អោនចិត្តក្នុងការមេត្តាអភ័យលើកលែងអធ្យាស្រ័យដល់មនុស្សណាម្នាក់គឺបងប្អូនសិតតែមានមេត្តានៅក្នុងខ្លួនរួចស្រេចហើយគ្រាន់តែពេលខ្លះយើងអត់ដឹងអញ្ចឹងព្រះអង្គឲ្យយើងចម្រើនមេត្តាពង្រីកអំពើល្អពង្រីកសេចក្តីល្អដូចជាការធ្វើទានការចែករំលែកការដាស់តឿនគ្នាក្នុងភាពមេត្តាអញ្ចឹងមេត្តានេះគឺដើរតួគ្រប់សកម្មភាពនិងគ្រប់ចេតនាចិត្តរបស់បងប្អូនកាលណាហើយនោះបងប្អូននឹងបានទាន់ព្រះឈ្នះមាបងប្អូនរក្សាសិលវៀងចាកអំពើបាបដោយបងប្អូនមានមេត្តានៅក្នុងខ្លួនបងប្អូនមិនប៉ះពាល់បៀតបៀនសត្វធ្វើទុក្ខទោសសម្រាប់សត្វកុហកឆោបោកលួចឆក់ប្លន់ទៅខ្សែប្តីប្រពន្ធគេឬក៏មិនផឹកទឹកស្រវឹងគ្រឿងញៀនធ្វើបាបខ្លួនឯងនឹងបង្កឲ្យមានបញ្ហាក្នុងគ្រួសារឈ្មោះថាមានមេត្តាបងប្អូនមានមេត្តាឲ្យខ្លួនឯងឲ្យចិត្តខ្លួនឯងបានស្ងប់រងាប់បងប្អូនរៀនសមាធិនោះក៏ឈ្មោះថាមានមេត្តាដល់ខ្លួនឯងនឹងធ្វើឲ្យអ្នកដទៃមានសេចក្តីសុខដោយសារតែការអប់រំចិត្តតាមសមាធិរបស់យើងបងប្អូនពិចារណាសិក្សាតាមផ្លូវវិបស្សនាឲ្យខ្លួនឯងបានរីកចម្រើននោះឈ្មោះថាមេត្តាខ្លួនឯងហើយមេត្តាដល់មនុស្សទាំងឡាយកាន់តែខ្លាំងគឺពង្រីកមេត្តានោះតាមរយៈចេតនានិងការរក្សាប្រណិប័តតាមគុណធម៌គ្រប់រូបភាពនឹងបានទាន់ព្រះឈ្នះមាសំណួរដែលសួរថាតើធ្វើយ៉ាងណារស់នៅយ៉ាងណាបានទាន់ព្រះសិអាទាន់សាសនាទាន់នៅភាពអច្ឆរិយៈទោះមិនដឹងថាមកពេលណាក៏ដោយប៉ុន្តែសួរថាធ្វើយ៉ាងម៉េចឲ្យបានទាន់រស់នៅយ៉ាងណាគឺរស់នៅកុំឲ្យមានការបៀតបៀនការចងអាឃាតគំនុំគឺរក្សាមេត្តាចិត្តនៅក្នុងខ្លួនឲ្យបានច្រើនហើយបើមានឲ្យកាន់តែពង្រីកវាឲ្យកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃជន់សង្កត់នៅកិលេសអំពើបាបដែលប្រងនឹងកើតឲ្យវាទ្រាំឲ្យវាស្ងប់ឬត្រូវកាត់ក្បាលវាចេញជំរះឈូសវាចោលតាមវិបស្សនាញាណទាំង16ឬវិសុទ្ធិ7ជាដើមដើម្បីឲ្យចិត្តនឹងឃើញនៅតួនៃសភាវៈរបស់រូបថាវាមិនទៀងប្រែប្រួលជាទុក្ខព្រោះរូបកាយយើងនេះគេហៅថាជារូបនិងរូបខណ្ឌហើយចិត្តនៅក្នុងខ្លួនជាតួដឹងវិញ្ញាណទាំងឡាយជានាមអញ្ចឹងរូបនិងនាមនេះវាមានហេតុបច្ច័យវាកើតឡើងពីហេតុបច្ច័យក៏វារលត់ទៅតាមហេតុបច្ច័យរបស់វាអត់មានខ្លួនយើងជាអ្នកធ្វើឲ្យសភាវៈនោះកើតឡើងទេគឺវាមានហេតុបច្ច័យរបស់វាអញ្ចឹងនៅពេលដែលប្រកាសជាឃើញថារូបខ្លួនឯងកើតពីហេតុបច្ច័យនាមក៏កើតពីហេតុបច្ច័យកើតរលត់ជាប់មិនដាច់អញ្ចឹងឃើញរូបដតីសត្រូវយើងញាតិយើងមនុស្សជាទីស្រឡាញ់របស់យើងក៏សត្វតែកើតរលត់ដូចគ្នាអញ្ចឹងនឹងព្រោះតែមានចិត្តអាក្រក់ទើបមនុស្សធ្វើអាក្រក់អញ្ចឹងក៏លះនៅសេចក្តីគំនុំការខឹងស្អប់ទាំងឡាយដោយឃើញសត្វទាំងឡាយមានអវិជ្ជាជាហេតុតណ្ហាជាបច្ច័យអញ្ចឹងក៏បានកើតនៅមេត្តាចិត្តឡើងព្រោះឃើញថាពេលវេលាតិចតួចណាស់ដែលសត្វលោករស់នៅបានមិនដឹងថាថ្ងៃស្អែកយើងទៅមុនគាត់ទៅមុនយើងមិនដឹងថាសត្រូវយើងស្លាប់មុនយើងស្លាប់មុនសត្រូវយើង
ឬស្លាប់មុនមនុស្សដែលយើងស្អប់មនុស្សដែលយើងស្រឡាញ់អញ្ចឹងការបើនៅរស់មានជីវិតមានការឃើញមុខគ្នាយើងនៅរាប់អានគ្នាបានក៏នៅមានមេត្តាឲ្យគ្នាតម្រែតម្រង់គ្នានិយាយអប់រំគ្នាតាមធម៌មេត្តាពាក្យពីរូបពិសាលពាក្យពិតមានប្រយោជន៍ហើយនិយាយត្រូវតាមកាលនោះជាការសមគួរអញ្ចឹងការរស់នៅឲ្យបានល្អប្រសើរមិនត្រឹមថាដើម្បីឲ្យទាន់ព្រះទេគឺថារស់នៅក្នុងសង្គមជាតិមួយដ៏ល្អប្រពៃគឺថាតើតែមានធម៌មេត្តាមានធម៌សង្គ្រោះមានចិត្តសន្តោសឲ្យអស់ឲ្យចេញពីក្នុងខណ្ឌសន្តានពិតមិនមែនជាការសម្ដែងហើយការមេត្តានោះត្រូវប្រកបដោយបញ្ញាទៀតមិនមែនចេះតែមេត្តាគេគ្រប់គ្នាស្រាប់ដល់ពេលមេត្តាគេជួយគេហើយស្រាប់តែមានទុកដល់ខ្លួនឯងស្រាប់តែត្រូវទោសដល់ខ្លួនឯងវិញនោះក៏មិនមែនជាការមេត្តាពិតប្រាកដអញ្ចឹងមុននឹងមេត្តាគេមេត្តាខ្លួនឯងហើយមុននឹងមេត្តាអ្នកណាគួរប្រើសតិនិងបញ្ញាឲ្យបានត្រឹមត្រូវដើម្បីធ្វើនៅការរាប់អានសេចក្តីមេត្តាដល់មនុស្សកុំឲ្យឈឺចាប់ដល់ខ្លួនឯងមានទុកដល់ខ្លួនឯងបើនិយាយពីការជួយពីការធ្វើទានដោយមេត្តាពេលខ្លះទោះដឹងថាមានទុកដល់ខ្លួនក៏យើងជួយគេដែរអាហ្នឹងគឺមេត្តាខ្លាំងហើយប៉ុន្តែបើសិនជាការមេត្តាខ្លះវានាំឲ្យយើងមានទុកខ្លាំងយើងអត់ទាន់អាចមេត្តាដល់កម្រិតហ្នឹងទេកុំអាលសិនអញ្ចឹងមេត្តារឿងណាដែលមេត្តាបានប៉ុន្តែត្រូវមានតិចច្រើនត្រូវមាននៅក្នុងខ្លួនអ្នកខ្លះគាត់មេត្តាគាត់ធំពេកគាត់ភ្លេចរឿងការពិចារណាយកបញ្ញាមកគិតគាត់អាចជួយគេអស់ពីខ្លួនក៏មានត្រូវចាញ់បោកគេត្រូវបាត់បង់ទ្រព្យដោយសារតែការជួយញាតិជួយបងប្អូនជួយមនុស្សដែលគាត់អាណិតអញ្ចឹងអាណិតនឹងស្អិតជាមួយនឹងមេត្តាអញ្ចឹងបើមិនមានបញ្ញាជួយទប់ទេវាអាចនឹងនាំទុកធំដល់យើងអញ្ចឹងនេះជារបៀបនិងវេរៈដែលយើងមុននឹងមេត្តាគេត្រូវគិតគូរចំណុចនឹងដែរតែបើសិនជាមានរឿងខ្លះដែលយើងអាចលះបានទូប៉ះតិចតួចយើងក៏ព្រមយើងហ៊ានមេត្តាគេយើងហ៊ានជួយគេឲ្យចូលកុំឈឺចាប់ខ្លួនឯងត្រូវដឹងថាអ្វីដែលយើងមេត្តាគេជួយគេឲ្យគឺបានបុណ្យហើយអានិសង្សនៃការផ្សាយមេត្តាអានិសង្សនៃការចម្រើនមេត្តានេះគឺបុណ្យធំក្រៃលែងមែនតើណាបើនិយាយអំពីបុណ្យវិញគេហៅថាបុណ្យច្រើនការចម្រើនមេត្តាត្រឹមតែមួយរឹត10ប្រពែលគឺច្រើនជាងការធ្វើទានណានៅវត្ថុទាំងឡាយមានផ្លែឈើ500មុខ500រទេះទៅទៀតគឺអានិសង្សបុណ្យច្រើនក្រៃលែងបើបងប្អូនចម្រើននៅមេត្តារឿយអង្គុយនៅក្នុងភ្នែនបិទភ្នែកសមាធិហើយភាវនាថាមេត្តាមេត្តាមេតាំងមេតាំងឬក៏ពិចារណាចម្រើននៅសេចក្តីដល់សត្វទាំងឡាយដែលមានអវិជ្ជាជាហេតុតណ្ហាជាបច្ច័យមានសេចក្តីទុក្ខការចាស់ឈឺស្លាប់ដូចគ្នាមានចិត្តអាក្រក់ធ្វើខុសល្ងងដោយសារតែភាពមិនដឹងនោះបងប្អូនក៏កើតនៅភាពតិចកាយតិចចិត្តធ្វើឲ្យយើងនឹងកាន់តែមានកម្លាំងកាន់តែបានអានិសង្សដល់ក្រៃលែងឥតកណនាទៅទៀតអញ្ចឹងព្យាយាមចម្រើនមេត្តាក្នុងភ្នែនព្រោះមេត្តានេះជាកម្មដ្ឋានមួយក្នុងចំណោមកម្មដ្ឋាន40ឬហៅថានៅក្នុងកម្មដ្ឋានព្រហ្មវិហារធម៌4ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គអនុញ្ញាតនឹងឲ្យបងប្អូនបណ្ដោះនឹងពិចារណានៅមេត្តានេះគ្រប់គ្នាគេហៅថាសព្វពុទ្ធកម្មដ្ឋានផងឬក្នុងអរិយកម្មដ្ឋានផងដែរយើងអាចធ្វើបានគ្រប់ចរិតទាំងអស់ហើយជាកម្មដ្ឋានទ្រទ្រង់រក្សាបុគ្គលជាអ្នកចម្រើននៅកម្មដ្ឋាននោះទៀតអញ្ចឹងដើម្បីឲ្យមេត្តាបានលុះត្រាតែយើងនឹងមានការសិក្សាជាមុនឲ្យបានច្រើនតកតងនឹងអានិសង្សតកតងនឹងផលតកតងនឹងឧបាយដែលនាំឲ្យមានមេត្តាកើតឡើងនឹងការគួរធ្វើយ៉ាងម៉េចហើយការមេត្តានឹងមានសារៈសំខាន់បែបណាបងប្អូនគ្រាន់តែមេត្តាខ្លួនឯងលើកលែងទោសឲ្យខ្លួនឯងកុំដាក់បន្ទុកដល់ខ្លួនឯងកុំយករឿងអ្នកដទៃមកគិតឲ្យចិត្តឈឺចាប់ណាឲ្យចិត្តយើងនឹងស្រាលស្ដើងគឺយើងសុខប៉ុណ្ណឹងចោះទម្រាំតែយើងយកមេត្តានឹងយកទៅប្រើផ្សាយទូទៅទៀតអញ្ចឹងមិនដឹងថាសង្គមជាតិយើងសុខយ៉ាងណាដូចជាក់ស្ដែងយើងទាំងឡាយខ្ញុំបកករណាទាំងឡាយក៏តែងតែធ្វើបុណ្យផ្សាយមេត្តាតក្កណានុប្រទានតាមរលកធម្មពលចិត្តដែលផ្សាយមានអានិសង្សបុណ្យក្នុងបាំងសកលដែលមានប្រសង់ជារបៀបវិរៈក្នុងការធ្វើតាមប្រពៃណីតាមហេតុបច្ច័យគឺផ្សាយដល់អមនុស្សជារៀងរាល់ខែនឹងក៏ជាការផ្សាយមេត្តាអានិសង្សបុណ្យធំដែរ
nở dương sai đo mà nút đôi khnia sai đo lại mà nút dương thua chỉ tẹt khả tiên ban đôi khnia chẳng tẹt khả tiên chỉ phần này muối cà sai mẹ ta khung chất rư miên mẹ ta được khung luôn chỉ phần này được thông muối đài chẳng dương thua tầng ở tới mẹ ta khang khung luôn của dương miến mẹ ta rư sai mẹ ta bồn buông xuống có dương thua pròn bạt nâng ngày tầng ở khnia tới hào dương chậm rãiสมาธิsai mẹ ta đo sát tầng lại có bay miên tục tu nâng khnia từ bình từ mộtหรือการทาโซเมกชมบานซอกกับใบเมียนตกกับใบเจเนเมียนโรคเมียนกามเมียนปีนึ่งยืมทรายเมตาครูนไอยืมโซทาซาเปสัตตาอเวริฮันโตโซเกตานโตนัตตุข่าวโซเมกชมบานซอกกับใบเมียนตกโซเมกชมบานดอลในเสกใดซอกเสกใดจมรานโซเมกสัตต่างหลายต่างพวงกับใบเมียนกามปีไปเรียนหนังคณีนั่งยืมอาจโซจีเปียบัลเลยกับบ้านยืมอาจปูเลยตรองกับบ้านใดเนเปมุนเกยหรือกอเนเปเนี่ยนะเด็กจัดยืงบานเจริญสลับปีของวอลให้จูบทรายเมตาดอสับสัตว์ต่างหลายบานบนหรือก่อยืงทั่วบนเฮายืงไอทรายบนนั้นทรายเมตานั้นดอสับสัตว์ต่างหลายบานดุขณีจังนี่คือเชี่ยการจำบัดสำหรับบองปอนตั้งจัดเมียนเมตาตอนศาสนาตอนเปรสอาเมตรัยเมียนเซลปรามจีตมโรพ้องเมียนกาทั่วบนซอมกุศลเลยพ้องให้รู้เนื่องมันมีสิ่งใดประมาณนู่นบานตอนเปรชนามีปัจจุบันส้มออกก้นส้มกรุบลี